Check-in នេះបានដាក់ចេញបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះថា Employee Analysis ដែលមានទម្រង់បែបនេះដែលធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលវិភាគទិន្នន័យបុគ្គលិកបានកាន់តែច្បាស់និងធ្វើការសម្រេចចិត្តបានកាន់តែប្រសើរជាងមុនហើយសម្រាប់បច្ចេកវិទ្យានេះដែរអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបុគ្គលិកណាម្នាក់នៅលើផ្នែកនេះខែណាមួយតបអ្នកទាំងអស់គ្នានឹងឃើញព័ត៌មានពួកគាត់ទាំងអស់នៅក្នុង page តែមួយមានន័យថាក្នុងតែមួយផ្ទាំងទី1អ្នកទាំងអស់គ្នានឹងឃើញទៅលើ performance បុគ្គលិកតើបុគ្គលិកយើង performance បានផ្កាយ5ឬក៏ផ្កាយ4ឬក៏ផ្កាយ3មានន័យថា100បន្ទុកតែគាត់បានប្រមាណពីពេលបច្ចុប្បន្នឬក៏ខែមុនហ្នឹងហើយបើប្រៀបធៀបជាមួយខែមួយទៀតតើគាត់ប្រសើរជាងមុនឬក៏គាត់មិនប្រសើរជាងមុនសម្រាប់ទីតាំងទី2គឺ attendance នេះក្នុង system យើង expect គាត់មានរំពឹងទុកតែគាត់មកធ្វើការ24ថ្ងៃ22ថ្ងៃឬ23ថ្ងៃតែបច្ចុប្បន្នគាត់មកធ្វើការបានប្រហែលថ្ងៃតែខែមុននោះគាត់មកធ្វើការបានប្រហែលហើយគាត់ performance បានប្រហែលបន្ទុកដែរហើយទី3គឺ late អ្នកទាំងអស់គ្នាតើគាត់ late ចំនួនប្រហែលដងសរុបប្រហែលម៉ោងហើយទី4គឺច្បាប់តើគាត់ apply ច្បាប់ប្រហែលដងក្នុងមួយខែហ្នឹងហើយប្រភេទច្បាប់អ្នកឃើញ hover លើវាបន្តិចហើយនឹងឃើញថាគាត់ប្រើប្រាស់ប្រភេទច្បាប់អស់ប្រហែលនៅសល់ប្រហែលហើយវាមាន overtime ហើយនឹង payroll កន្លែងនេះពិសេសដោយសារតែ payroll គឺត្រូវការអ្នកទាំងអស់គ្នាមានសិទ្ធិក្នុងការមើលបើអ្នកគ្នាអត់មានសិទ្ធិទេអ្នកគ្នាមើលអត់ឃើញងាយ blur អញ្ចឹងទៅអញ្ចឹងអ្វីដែលចំណុចពិសេសនោះគឺខាងក្រោមនេះអ្នកគ្នា scroll មកខាងក្រោមអ្នកឃើញផ្ទាំងពីថ្ងៃទី1ដល់ថ្ងៃទី30ឧទាហរណ៍តែខែ6គាត់មកយឺតប្រហែលដងអ្នកគ្នាគាត់តែលេខផ្ទាំងហ្នឹងអ្នកគ្នាឃើញហើយយឺតវានឹងឡើងលើចាអ្នកអត់ដល់យឺតគឺស្មើហ្មងគាត់តែឃើញឡើងច្រើនហ្នឹងគឺអ្នកគាត់យឺតដែរអាផ្ទាំងមួយទៀតគឺឈប់ដាក់ច្បាប់ជាធម្មតាមនុស្សវាអត់ដាក់ច្បាប់4 5ដងហើយមួយថ្ងៃគាត់ដាក់មួយខែគាត់ដាក់ច្បាប់ម្ដង2ដងឲ្យអស់ហើយអញ្ចឹងបើសិនជាហ្នឹងលោតឡើងច្រើនមានតែហ្នឹងខុសប្រក្រតីបើគាត់ដាក់ច្បាប់ច្រើនបើសិនជាឃើញមកតិចតួចទេ1ឬក៏2ទេអាហ្នឹងវាប្រសើរជាងនេះគឺជាចំណុចពិសេសដែលគាត់ថាកលេចតែភ្នែកចូលទៅក្នុង dashboard ហ្នឹងនេះនឹងដឹងពី performance បុគ្គលិកហើយចំណុចមួយទៀតគឺ org chart នេះគឺអ្នកឲ្យគាត់ណាកលេចទេអ្នកឲ្យដឹងថាមេគាត់ជានរណាគេឈ្មោះអីទូនាទីអីហើយគាត់មានកូនក្រុមប្រមាណអ្នកឬក៏អត់មានកូនក្រុមទេចានេះគឺជាចំណុចពិសេសអ្នកឲ្យក៏អាចចុចលើកូនក្រុមណាមួយឬក៏បុគ្គលណាមួយនៅលើ link name ហ្នឹងហើយអ្នកនឹងឃើញព័ត៌មានផ្ទាំង dashboard របស់ម្នាក់នោះភ្លាមតែម្ដងនេះគឺជាចំណុច update ថ្មីមួយដែលពួកយើងមិនដែលធ្វើសោះពីមុនមកហើយបំពាក់ជាមួយនឹងការវិភាគទិន្នន័យដ៏ល្អបំផុតជូនទៅកាន់ HR ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការវិភាគទិន្នន័យបុគ្គលិកបានច្បាស់និងធ្វើការសម្រេចចិត្តលើអីមួយកាន់តែច្បាស់សម្រាប់ការគ្រប់គ្រងបុគ្គលិកដូច្នេះហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបន្តប្រើប្រាស់ Check-in Me ឲ្យបានពេញលេញក៏ដូចជាសូមអំពាវនាវឲ្យជួយណែនាំបច្ចេកវិទ្យា Check-in Me ទៅកាន់មិត្តភ័ក្តិបងប្អូនអ្នកទាំងអស់គ្នាដើម្បីទទួលបានផលប្រសើរពិសេសដោយអ្នកទាំងអស់គ្នាដែរដើម្បីឲ្យបុគ្គលិកមកធ្វើការទាន់ម៉ោងនិងគ្រប់គ្រងបុគ្គលិកបានកាន់តែប្រសើរ Check-in Me គឺជាជម្រើសដ៏ល្អបំផុតហើយពួកយើងបដិញ្ញាចិត្តក្នុងការ update បច្ចេកវិទ្យាថ្មីជារៀងរាល់ឆ្នាំបន្តទៀតជូនអ្នកទាំងអស់គ្នាអរគុណច្រើន Check-in Me គឺជាសេវាកម្មស្រង់វត្តមានបុគ្គលិកប្រើជំនួសម៉ាស៊ីន scan មេដៃ